ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះមកធ្វើវីដេអូចែករំលែកទាក់ទងនឹងការចូលវត្តមាននៅក្នុងថ្នាលបឋម PLP ចាអញ្ចឹងមុនដំបូងយើងចូលថ្នាលបឋមនឹងមកចាកម្មវិធីហ្នឹងបន្ទាប់មកយើងចុចចូលវាហើយលោកគ្រូអ្នកគ្រូដែលខ្ញុំ scan ហើយសូម scan សិនមិនយើងអាចចូល account យើងកើតហើយបន្ទាប់មកយើងចុចឡើងឈ្មោះរបស់យើងហ្នឹងចាហើយយើងរកពាក្យថាវត្តមានគ្រូយើងចុចទៅនឹងមកចឹងកន្លែងពណ៌បៃតងនេះយើងត្រូវចុចកន្លែងហ្នឹងមានន័យថាយើងបានចូលទៅរៀននៅម៉ោងហ្នឹងឥឡូវខ្ញុំចុចហើយនៅម៉ោង 9:25 នាទីតែបើសិនជាយើងចេញទៅវិញយើងចុចនៅកន្លែងពណ៌ក្រហមនេះមានន័យថាយើងបានចាក់ចេញហើយពេលដែលយើងចុចរួចវានឹងលោតរបាយការណ៍យើងចូលម៉ោងប៉ុន្មានចេញម៉ោងប៉ុន្មានតែបើសិនជាករណីលោកគ្រូអ្នកគ្រូចង់ឈប់ប៉ុន្តែសុំច្បាប់អញ្ចឹងណាអញ្ចឹងត្រូវចុចកន្លែងស្មើសុំច្បាប់កន្លែងនេះចុចលើហ្នឹងមកហើយយើងគេដាក់ឲ្យយើងគេដាក់កន្លែងឲ្យយើងដាក់មូលហេតុនេះជ្រើសរើសមូលហេតុដែលយើងឈប់ហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូទៅសេមកហើយដាក់ផ្ញើសំណើពេលដែលលោកគ្រូអ្នកគ្រូដាក់មូលហេតុឲ្យបានវាលោតអានេះឲ្យយើងចុចទៅអញ្ចឹងណាចាអញ្ចឹងអត់មានអីពិបាកទេលោកគ្រូអ្នកគ្រូចាអរគុណ